នៅពេលដែលយើងញ៉ាំសាច់គោអាំងឬមួយក៏សាច់ក្រកអាំងណាអ្វីដែលយើងខ្លាចបំផុតនោះគឺមានខ្លាញ់ច្រើនពេកវាត្រលាន់អញ្ចឹងណាប៉ុន្តែនៅកន្លែងគាត់វិញទូស្ទើសង្កេតឃើញថាទាំងសាច់ក្រកក៏ដូចជាសាច់គោអាំងរបស់គាត់គឺមានវិធីក្នុងការធ្វើល្អមែនទែនអត់មានខ្លាញ់ច្រើនទេហើយញ៉ាំទៅបានច្រើនអត់ត្រលាន់ទេអ្វីដែលសំខាន់រូបមន្តធ្វើគឺ15ឆ្នាំហើយនៅទីនេះគឺមានឈ្មោះថាសាច់ក្រកសាងស្នេហ៍ Twister ជឿជាក់ថាពុកម៉ែបងប្អូនដែលជាអ្នកនិយមតាមដាន food review ណាប្រកាសជាស្គាល់កន្លែងគាត់ច្បាស់ហើយព្រោះថាគាត់គឺលក់ច្រើនឆ្នាំមកហើយពុកម៉ែបងប្អូនបើថាប្រវត្តិលក់វិញគឺខ្ទង់15ឆ្នាំមកហើយនិយាយទៅតាំងពីមុន Twister ធ្វើវីដេអូនេះទៀតហើយពេលដែលដំបង Twister បានទៅញ៉ាំកន្លែងគាត់ម្ដងគឺថាញ៉ាំហ្មងហើយឥឡូវនឹងជាប់មួយនៅកន្លែងគាត់ហើយមូលហេតុដែល Twister ជាប់មួយនៅកន្លែងគាត់វាមានចំណុចច្រើនមែនទែននៅក្នុងនឹងណាជាពិសេសពាក់ព័ន្ធទៅនឹងការធ្វើរូបមន្តមិនថាជាប្រភេទសាច់គោអាំងឬមួយក៏សាច់ក្រកទេគឺមិនសូវមានខ្លាញ់ទេអញ្ចឹងនៅពេលដែលយើងញ៉ាំទៅវាបានច្រើនអត់ត្រលាន់អត់អីអញ្ចឹងណាហើយនេះពុកម៉ែបងប្អូនម្ចាស់នេះគឺជាសាច់គោអាំងគាត់លក់មួយចង្កាក់3500ហើយមួយថ្ងៃគឺលក់អស់ច្រើនមែនតើខ្ទង់5ទៅ600ចង្កាក់ហើយខាងនេះវិញគឺជាប្រភេទសាច់ក្រកពុកម៉ែបងប្អូនសាច់ក្រកនេះគឺគាត់ធ្វើរូបមន្តគ្រួសារដូនតាសល់មកយូរឆ្នាំហើយពុកម៉ែបងប្អូនអើយហើយសាច់ក្រករបស់គាត់នេះ Twister សរសើរមែនតើណាមិនត្រឹមតែការធ្វើមានអនាម័យល្អទេជាពិសេសនោះគឺវាអត់ទៅមានខ្លាញ់នឹងតែម្ដងណា Twister និយាយម្ដងហើយម្ដងទៀតសាច់ក្រកនេះនៅពេលដែលមានខ្លាញ់ញ៉ាំទៅត្រលាន់ណាប៉ុន្តែកន្លែងគាត់អត់ទេយើងញ៉ាំហើយគឺកាន់តែចង់ញ៉ាំទៀតជាមួយនឹងជ្រក់ក៏ដូចជាម្ទេសហ្នឹងណាហើយសាច់ក្រកនេះក៏មានលក់ដែរពុកម៉ែបងប្អូនឥឡូវគាត់មានប្រូម៉ូសិនទិញ2គីឡូថែមកន្លះគីឡូហើយមានថែមជ្រក់ថែមអីទៀតបាននិយាយទៅគឺសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំសាច់ក្រកហើយមិនសូវចង់បានអាខ្លាញ់ច្រើនគឺអាចជ្រើសរើសបានហើយ Twister គឺមកជាមួយនឹង Boost Strong ណាញ៉ាំហិលអញ្ចឹងពេលដែលញ៉ាំ Boost Strong ដាក់ជាមួយនឹងតកកទៅគឺអូយពុកម៉ែបងប្អូនគឺចូលជាតិគ្នាមែនតើណាហើយ Twister ងុយគេញ៉ោះដាក់ទៅស្វាងចាស់តែម្ដងណាឥឡូវចូលមកដល់អាហារនៅលើតុរបស់យើងមិនថាជាប្រភេទថ្លើមគោអាំងឬមួយក៏សាច់គោអាំងសាច់ក្រកអាំងទេគឺមកប្រជុំគ្នាអស់តែម្ដងណាជាមួយនឹងជ្រក់ដាក់ម្ទេសហិលហើយទៅជាក់មកគឺថាទំនងមែនតើណាសាច់ក្រកនេះគឺមិនថ្លៃទេពុកម៉ែបងប្អូនវាសមទៅនឹងគុណភាពរបស់វាមែនតើណាព្រោះថាយើងដាក់មួយម៉ាត់ចូលទៅគឺថាមិចចូលគ្នាហ្មងណារសជាតិហ្នឹងហើយយើងអាចញ៉ាំផ្ទាប់ជាមួយនឹងនំប៉័ងបានដែលគាត់អាំងក្តៅស្រួយដាក់ប៊ឺទៅក្នុងនឹងមកអូយពិតជាឈ្ងុយមែនតើណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំជាប្រភេទសាច់ក្រកក៏ដូចជាថ្លើមគោអាំងសាច់គោអាំងគឺអាចទៅកន្លែងគាត់បានគឺចាប់ផ្ដើមបើកលក់ពីម៉ោង1ថ្ងៃត្រង់រហូតដល់ម៉ោង9យប់ដែលនៅផ្លូវ257កែងផ្លូវ218ណានៅម្ដុំផ្សារយូណៃ Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជា comment ណាយើងញ៉ាំហើយយើងដាក់ Boost Strong ទៅគឺកាន់តែពើកម្លាំងតែម្ដងណាអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយ